Cha sông chấm đẹp xu đò mẹ đà tặng ở khani anh đi sông chạy đồng lệ vì ròm đại chum ប្រហែលថ្ងៃមុនខ្ញុំបានអូសនៅក្នុង social media ដែលគេបង្ហោះពីវីដេអូមួយដែលបង្ហាញពីកូនប្រហែលជាអាយុ4ឆ្នាំជាងគាត់យកកំប៉ុងវាយក្បាលម្ដាយគាត់ហើយម្ដាយគឺអង្គុយនៅដីហើយដូចលក្ខណៈលុតជង្គង់ហើយយកដៃទាំងពីររបស់គាត់គ្របក្បាលគាត់ដើម្បីកុំឲ្យកូននឹងវាយត្រូវក្បាលរបស់គាត់ខ្លាំងសកម្មភាពនោះធ្វើឲ្យខ្ញុំមានអារម្មណ៍មួយពេលដែលខ្ញុំមើលទៅខ្ញុំមានអារម្មណ៍មួយថាក្តុកក្តួលហើយខ្ញុំគិតថាបើសិនជាយើងបែងចែកចាស់ជាភាពវិជ្ជមានយើងឃើញពីទំហំនិងក្តីស្រឡាញ់របស់ម្ដាយហ្នឹងធំមែនតែនចំពោះកូនព្រោះអត់ហ៊ានតដៃអីមួយកូនទេចាឲ្យសុខចិត្តឲ្យកូនធ្វើចាស់ដើម្បីឲ្យកូនអស់ពីកំហឹងរបស់កូនហ្នឹងចាហើយបង្ហាញថាគាត់ស្រឡាញ់កូនគាត់ខ្លាំងមែនតែនចាតែបើសិនជាយើងមើលពីភាពអវិជ្ជមានវិញគឺម្ដាយនោះអត់បានអប់រំកូនទេអត់បានណែនាំកូនអត់បានស្រឡាញ់កូនទេបើយើងមើលឃើញខាងក្រៅយើងឃើញថាគាត់ហ្នឹងលះបង់គាត់ស្រឡាញ់កូនគាត់ខ្លាំងណាចាស្រឡាញ់កូននៅបច្ចុប្បន្នប៉ុន្តែនៅពេលភាពអវិជ្ជមានគឺយើងបានឃើញថាម្ដាយហ្នឹងអត់បានស្រឡាញ់កូនគាត់ទេចាហើយនេះបានខ្ញុំនិយាយអញ្ចឹងពីព្រោះគាត់អត់បានកែកូនគាត់ចាពីព្រោះគាត់អត់បានណែនាំកូនគាត់ថាភាពអ្វីដែលត្រឹមត្រូវអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើទេឥឡូវយើងមកកលេចវិញសម្រាប់មេដាបេដាដែលយើងមានកូនដូចគ្នាចាតើមេដាបេដាបណ្ដោយកូនយើងឲ្យធ្វើលក្ខណៈបែបអញ្ចឹងដែរទេនៅពេលដែលយើងមានឧទាហរណ៍ថាយើងមានរឿងអីមួយដែលធ្វើឲ្យកូនរបស់យើងនឹងទាស់ចិត្តតើយើងហ៊ានអង្គុយលុតជង្គង់ចំពោះកូនហើយយកដៃគ្របក្បាលនៅពេលដែលកូនយកស្អីមកវាយក្បាលយើងដែរទេឬក៏យើងត្រូវធ្វើម៉េចចាអានឹងសម្រាប់យើងមានអារម្មណ៍ជាឪពុកម្ដាយចាអញ្ចឹងវិលាបដាគិតខ្លួនឯងចុះថាត្រូវធ្វើម៉េចប៉ុន្តែសម្រាប់ខ្ញុំសូមប្រតិកម្មកន្លែងនេះបន្តិចខ្ញុំហ៊ាននិយាយថាម្ដាយហ្នឹងអត់បានស្រឡាញ់កូនគាត់ទេម្ដាយហ្នឹងក៏អត់យល់ថាអ្វីដែលជាការណែនាំកូនដែរចាចុះឥឡូវបើសិនជាគាត់ຕົកអាសកម្មភាពនឹងរហូតដល់កូនធំអញ្ចឹងគាត់នឹងទៅជាអីគាត់នឹងទៅជាឧបករណ៍ក្នុងការបញ្ចេញកំហឹងរបស់កូនគាត់មិនចឹងទេចាព្រោះគាត់អត់បានណែនាំកូនគាត់ថាអ្វីភាពត្រឹមត្រូវផងអ្វីដែលកូនគួរធ្វើផងតើគាត់ត្រូវធ្វើម៉េចចាអូយចាឥឡូវកូនហ្នឹងបើគាត់ហ៊ានធ្វើជាមួយនឹងម្ដាយរបស់គាត់បែបហ្នឹងចុះឥឡូវជំរាំតើអ្នកខាងក្រៅទៀតមិត្តភ័ក្តិរបស់គាត់ទៀតតើគាត់ហ៊ានប៉ុណ្ណាទៀតចានោះហើយជារឿងមួយដែលយើងជាឪពុកម្ដាយយើងត្រូវគិតឲ្យខ្លាំងគិតឲ្យខ្លាំងបើកូនយើងហ៊ានធ្វើចំពោះយើងមិនប្រកាសថាគាត់មិនហ៊ានធ្វើចំពោះអ្នកដទៃទៀតទេអញ្ចឹងអាចកូនយើងហ្នឹងបើយើងមិនណែនាំតម្រង់ទិសគាត់ទេគាត់អាចជាបញ្ហាមួយដល់គ្រួសាររបស់យើងទៅថ្ងៃអនាគតដ៏ធំគ្រួសារមិនមានបញ្ហាមិនគាត់មានបកលក្ខណៈចំនួននៅខាងក្រៅមិនគ្រួសារចេញមិនយើងចេញជាអ្នកដោះស្រាយទៅចូលក្នុងថ្នាក់រៀនគាត់បែបប្រើជាលក្ខណៈអំពើហិង្សាបែបអញ្ចឹងទៅកាន់មិត្តភ័ក្តិរបស់គាត់មិនអញ្ចឹងយើងមិនត្រូវជួយដោះស្រាយគាត់យើងមិនចេញមុខដោះស្រាយយើងមិនចេញមុខសងគេចាយើងមិនចេញមុខជួបនឹងហានិភ័យដ៏ធំទៅថ្ងៃអនាគតហ្នឹងចាអញ្ចឹងហើយយើងក៏លេចមកវិញក្នុងការដែលយើងណែនាំយើងស្រឡាញ់កូនយើងត្រូវកែតម្រង់គាត់ទោះបីជាគាត់ទូចហ្នឹងអាទូចហ្នឹងក៏ដោយយើងត្រូវតម្រង់គាត់តាំងពីទូចហ្នឹងទៅតាមពិតណាការកែតម្រង់មិនមែនត្រឹមតែគាត់4ឆ្នាំហ្នឹងទេយើងកែតម្រង់តាំងពីកូនយើងនៅមួយឆ្នាំតាំងពីគាត់ចេះដឹងក្តីមកគាត់ចាំបាច់បើកភ្នែកមកយើងកែតម្រង់គាត់មកហើយយើងឆិតបន្តិចដើម្បីអីដើម្បីឲ្យគាត់បានត្រង់ត្រឹមត្រូវចាបើមិនចឹងទេ
មានបញ្ហាធំដល់ទៅពេលអញ្ចឹងចូលលក្ខណៈដល់4ឆ្នាំ5ឆ្នាំអញ្ចឹងគាត់មានអញ្ចឹងហើយយើងកែគាត់ដល់ពេលខ្លះក៏ហួសពេលខ្លះដែរណាម៉ាមីណាមេដាបេដាទាំងអស់គ្នាចានេះជារឿងមួយដែលសម្រាប់គេហៅថាហានិភ័យសម្រាប់ឪពុកម្ដាយដែរចាមិនថាការដែលយើងបង្ហាញក្តីស្រឡាញ់យើងចំពោះកូនយើងវាជាការដែលសេចក្តីស្រឡាញ់មួយដែលត្រឹមត្រូវទៅកាន់កូនយើងទេចាក្តីស្រឡាញ់នេះគឺមិនមែនបានថាមិនមែនត្រឹមត្រូវល្អទេណាខ្ញុំអត់ដឹងថាមេដាបេដាគ្រប់គ្នាគិតដូចខ្ញុំឬក៏អត់ទេនៅក្នុងចំណុចកន្លែងនេះប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំគិតថាមិនត្រឹមត្រូវទេដែលយើងមិនបានអប់រំណែនាំកូនរបស់យើងគិតថាកូនយើងគួរតែធ្វើបែបអញ្ចឹងទេសម្រាប់យើងជាអ្នកជាមេដាបេដាសម្រាប់យើងជាអ្នកមានគុណសម្រាប់គាត់ឥឡូវបើសិនជាយើងនិយាយថាចុះបើឪពុកម្ដាយខុសឪពុកម្ដាយខុសយើងនិយាយពាក្យសុំទោសកាត់ទៅកាន់កូនប៉ុន្តែមិនអនុញ្ញាតឲ្យកូនធ្វើបែបអញ្ចឹងមកលើយើងទេព្រោះជារឿងមួយដ៏ធំកូនហ៊ានធ្វើអញ្ចឹងចុះថ្ងៃអនាគតកូនធំតិចទៅកូនមានកម្លាំងខ្លាំងជាងនឹងទៀតធ្វើមិនទៅមិនសម្លាប់យើងបាត់ទេចាអញ្ចឹងកន្លែងនេះខ្ញុំសូមបង្ហាញអារម្មណ៍ថាខ្ញុំអត់សូវសប្បាយចិត្តជាមួយនឹងអាកប្បកិរិយារបស់យើងជាម្ដាយហើយយើងបង្ហាញយើងបានធ្វើការលះបង់បែបអញ្ចឹងទៅកាន់កូនរបស់យើងទេខ្ញុំគិតថាអត់ទាន់ត្រឹមត្រូវទេអញ្ចឹងខ្ញុំលើកទឹកចិត្តដល់មេដាបេដាហើយទាំងខ្ញុំដែរយើងគួរតែកែតម្រង់កូនរបស់យើងពេលដែលយើងឃើញតិចតួចទៅយើងកែគាត់តាំងពីតូចមកដើម្បីឲ្យគាត់ត្រឹមត្រូវហើយដើម្បីឲ្យគាត់បានដឹងថាអានឹងជាការល្អអានឹងត្រឹមត្រូវអត់អានឹងគួរធ្វើឬមិនគួរធ្វើអត់តាំងពីគាត់តូចមកចាកុំឲ្យដល់ពេលគាត់ធំហើយយើងនៅកែគាត់អានោះពេលខ្លះគាត់ដើរជ្រុលបាត់ហើយចាអញ្ចឹងសូមលើកទឹកចិត្តដល់ឪពុកម្ដាយទាំងអស់គ្នាសូមអធិស្ឋានបើសិនជាពាក្យដែលខ្ញុំនិយាយទាំងអស់នេះជាការមួយដែលមិនពេញចិត្តដល់មេដាបេដាគិតថាអូនឹងជាការត្រឹមត្រូវរបស់មេដាបេដាចាមិនជាអ្វីមិនជាអ្វីទេចាអាចធ្វើអ្វីទៅតាមមេដាបេដាគិតថាត្រឹមត្រូវចោះប៉ុន្តែនេះជារឿងមួយដែលខ្ញុំចង់បង្ហាញពីអារម្មណ៍របស់ខ្ញុំចំពោះការដែលកូនធ្វើសកម្មភាពបែបនេះហើយម្ដាយអត់មានការនិយាយអីឬក៏ប្រតិកម្មអីចាអញ្ចឹងអរគុណច្រើនសម្រាប់ការស្ដាប់វីដេអូមួយនេះចាអរគុណ